rồi đời cái đáy ban châu mà đòi hỏi ta lúc nãy miền cà phê bà ròng đại được tế ông pi cao thay tông sấy dạng nát đầm bể ở chiều poppy chung người mà hà đi sấy Dù sau đây bộ mai bảo bồnទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតវិញសុធាឯកទេសជំងឺសើស្បែកនិងប្រឆាំងភាពចាស់ដែលបម្រើការនៅមន្ទីរពេទ្យអន្តរជាតិ Orenda កាលពីសប្តាហ៍មុនពុកម៉ែបងប្អូនបានសម្ដាប់រួចមកហើយតាក់ទងអំពីប្រធានបទនៃជំងឺមហារីកស្បែកហើយក្នុងសប្តាហ៍នេះខ្ញុំនឹងលើកឡើងអំពីប្រធានបទដែលនិយាយអំពីការថែទាំស្បែកយ៉ាងណាដើម្បីឲ្យជៀសផុតពីកាំរស្មី UV ដោយយើងបានដឹងមកហើយថាស្បែកគឺជាកោសិកាមួយដែលហ៊ុមព័ទ្ធនឹងការពារសារពាង្គកាយរបស់យើងពីកម្ដៅថ្ងៃដូច្នេះហើយវាងាយនឹងទទួលផលប៉ះពាល់ខ្លាំងបើសិនជាយើងមិនមានការថែទាំវាបានល្អដិតដល់នោះទេលើសពីនេះទៅទៀតបើសិនជាវាប៉ះទង្គិចខ្លាំងជាមួយនឹង UV រយៈពេលយូរវាងាយនឹងធ្វើឲ្យស្បែករបស់យើងវាវត្តទៅជាជំងឺមហារីកជាមិនខានដូច្នេះហើយដើម្បីការពារស្បែករបស់លោកអ្នកឲ្យជៀសផុតពីជំងឺមហារីកស្បែកបានយើងគប្បីគួរតែលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ខ្ពស់រាល់2ម៉ោងម្ដងនៅពេលដែលយើងចេញទៅខាងក្រៅទី2យើងគួរតែជៀសផុតពីកម្ដៅថ្ងៃដែលមានកម្រិត UV ខ្ពស់ដែលនៅចន្លោះពីម៉ោង10ព្រឹករហូតដល់ម៉ោង4ល្ងាចក៏ប៉ុន្តែលោកអ្នកមិនគួរពឹងផ្អែកទៅលើឡេការពារកម្ដៅថ្ងៃតែមួយមុខនោះទេលោកអ្នកគួរតែស្លៀកពាក់ឲ្យបានជិតល្អរួមទាំងមានមួកមានឆាតវ៉ែនតាខ្មៅនៅពេលដែលលោកអ្នកធ្វើដំណើរចេញទៅខាងក្រៅបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃអាច comment នៅខាងក្រោមនេះបានអរគុណសូមជម្រាបលា